ណាប៉ូឡេអុងបូណាផាតបានឡើងកាន់អំណាចនៅប្រទេសបារាំងតាមរយៈការធ្វើរដ្ឋប្រហារនៅឆ្នាំ1799ដោយពីដំបូងណាប៉ូឡេអុងកាន់អំណាចជាកុងស៊ុលដែលមានឋានៈជាប្រមុខរដ្ឋនៃរបបសាធារណរដ្ឋបារាំងក៏ប៉ុន្តែនៅឆ្នាំ1804ពូលគឺ15ឆ្នាំក្រោយការធ្វើបដិវត្តន៍ផ្ដួលរំលំរបបប្រជាផ្ដាច់ការបារាំងស្រាប់តែបានបោះបង់ចោលរបបសាធារណរដ្ឋហើយវិលត្រឡប់ទៅរករបបដឹកនាំបែបរាជានិយមផ្ដាច់ការដោយកាលពីមុនវិញតាមរយៈការបង្កើតចក្រភពបារាំងដែលមានណាប៉ូឡេអុងជាអធិរាជក៏ប៉ុន្តែអ្វីត្បិតតែបារាំងវិលត្រឡប់ទៅរករបបរាជានិយមផ្ដាច់ការវិញក៏ប៉ុន្តែក្រោមការដឹកនាំរបស់ណាប៉ូឡេអុងបារាំងបានស្គាល់នូវភាពរុងរឿងហើយអធិរាជណាប៉ូឡេអុងបានទទួលនូវការគាំទ្រនិងស្រឡាញ់ចូលចិត្តពីសំណាក់ប្រជាជនបារាំងជាទូទៅតាមការពិតការបង្កើតចក្រភពបារាំងនិងការតែងតាំងណាប៉ូឡេអុងជាអធិរាជត្រូវបានធ្វើឡើងដោយមានការបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់សភាបារាំងនៅខែធ្នូឆ្នាំ1804ណាប៉ូឡេអុងបានទទួលការចាក់ប្រេងតាំងជាអធិរាជពីសំណាក់ស្ដេចប៉ាបទៅតាមទំនៀមទម្លាប់របស់មហាក្សត្រនៅអឺរ៉ុបនៅក្នុងប្រទេសបារាំងណាប៉ូឡេអុងត្រូវបានប្រជាជនចាត់ទុកជាស្ដេចក៏ប៉ុន្តែនៅក្រៅប្រទេសវិញស្ដេចនៅតាមបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបនៅតែចាត់ទុកណាប៉ូឡេអុងជានិមិត្តរូបនៃបដិវត្តន៍ប្រឆាំងនឹងរបបរាជានិយមហើយសង្គ្រាមរវាងបារាំងនិងបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបដែលបានផ្ទុះឡើងតាំងពីក្រោយបដិវត្តន៍ទម្លាក់ស្ដេចលវីទី16នៅតែបន្តកើតមានក៏ប៉ុន្តែតាមរយៈយុទ្ធសាស្ត្រទ័ពនិងនយោបាយការទូតដល់ឈ្លាសវៃណាប៉ូឡេអុងបានដឹកនាំប្រទេសបារាំងឲ្យក្លាយទៅជាមហាអំណាចដែលកាន់កាប់តំបន់អឺរ៉ុបស្ទើរតែទាំងអស់នៅឆ្នាំ1805ចក្រភពរុស្ស៊ីនិងចក្រភពអូទ្រីសដែលមានការជួយគាំទ្រផ្នែកហិរញ្ញវត្ថុពីសំណាក់អង់គ្លេសបានរួមគ្នាបង្កើតសម្ព័ន្ធភាពដើម្បីប្រយុទ្ធប្រឆាំងនឹងណាប៉ូឡេអុងណាប៉ូឡេអុងក៏បាននាំទ័ពឆ្លងកាត់តាមអាល្លឺម៉ង់សម្ដៅវាយលុកទៅលើចក្រភពអូទ្រីសនៅថ្ងៃទី2ខែធ្នូឆ្នាំ1805នៅក្នុងសមរភូមិអូស្តឺលីកងទ័ពរបស់ណាប៉ូឡេអុងដែលមានចំនួនតិចជាងបានវាយបំបាក់កងទ័ពរបស់អូទ្រីសនិងរុស្ស៊ីនៅក្នុងរយៈពេលប៉ុន្មានឆ្នាំតមកទៀតណាប៉ូឡេអុងបានបន្តប្រតិបត្តិការយោធាវាយកាន់កាប់ប្រទេសម្ដងមួយនៅអឺរ៉ុបហើយគិតត្រឹមឆ្នាំ1812អេស្ប៉ាញអ៊ីតាលីអាល្លឺម៉ង់បែលហ្សិកហូឡង់និងមួយផ្នែករបស់ប៉ូឡូញពូលគឺតំបន់អឺរ៉ុបស្ទើរតែទាំងមូលត្រូវស្ថិតក្រោមការកាន់កាប់របស់បារាំងចំណែកឯចក្រភពអូទ្រីសនិងចក្រភពរុស្ស៊ីវិញដែលត្រូវបានកងទ័ពណាប៉ូឡេអុងវាយបំបាក់ជាច្រើនលើកបានចុះសន្ធិសញ្ញាសន្តិភាពជាមួយបារាំងណាប៉ូឡេអុងបាននាំចក្រភពបារាំងទៅក្នុងសម័យកាលដ៏រុងរឿងមួយក្នុងប្រវត្តិសាស្ត្របារាំងចក្រភពបារាំងគឺជាមហាអំណាចដែលត្រួតត្រាអឺរ៉ុបស្ទើរតែទាំងមូលក៏ប៉ុន្តែណាប៉ូឡេអុងមិនបានស្កប់ចិត្តតែត្រឹមនោះទេណាប៉ូឡេអុងមានមហិច្ឆតាចង់វាយទីពង្រីកអំណាចរបស់បារាំងឲ្យបានកាន់តែធំជាងនេះថែមទៀតមហិច្ឆតាដែលនឹងនាំទៅដល់ការធ្លាក់ដុនដាបនៃចក្រភពបារាំងនៅខែមិថុនាឆ្នាំ1812នៅក្នុងពេលដែលចក្រភពបារាំងត្រួតត្រាតំបន់អឺរ៉ុបបានស្ទើរតែទាំងមូលហើយនោះណាប៉ូឡេអុងនៅតែមានមហិច្ឆតាចង់ពង្រីកអំណាចរបស់បារាំងបន្ថែមទៀតហើយបានលើកទ័ពចូលឈ្លានពានរុស្ស៊ីដែលបានចុះសន្ធិសញ្ញាសន្តិភាពជាមួយបារាំងរួចហើយនៅខែកញ្ញាឆ្នាំ1812 3ខែក្រោយពីណាប៉ូឡេអុងប្រកាសសង្គ្រាមជាមួយរុស្ស៊ីកងទ័ពបារាំងបានវាយយកបានក្រុងមូស្គូក៏ប៉ុន្តែ
ខុសពីទម្លាប់ដែលគេធ្លាប់អនុវត្តជាទូទៅស្ដេចស្យាតរបស់រុស្ស៊ីបានបដិសេធមិនព្រមចុះចាញ់ផ្ទុយទៅវិញកងទ័ពរុស្ស៊ីបានប្រើយុទ្ធសាស្ត្រវាយដកថយដោយដុតបំផ្លាញស្បៀងនិងផ្ទះសម្បែងទុកឲ្យទាហានរបស់ណាប៉ូឡេអុងប្រឈមមុខនឹងអាកាសធាតុត្រជាក់នៃរដូវរងារុស្ស៊ីដោយគ្មានទីជម្រកប្រឈមមុខនឹងអាកាសធាតុត្រជាក់ការខ្វះស្បៀងនិងជំងឺទាហានរបស់ណាប៉ូឡេអុងត្រូវបាក់កម្លាំងហើយការរត់ចោលជួរក៏កើតមានកាន់តែច្រើនទីបំផុតណាប៉ូឡេអុងក៏ត្រូវបង្ខំចិត្តដកទ័ពចេញពីរុស្ស៊ីក៏ប៉ុន្តែនៅក្នុងពេលដកថយទាហានរបស់ណាប៉ូឡេអុងដែលកំពុងតែចុះខ្សោយស្រាប់ត្រូវប្រឈមមុខនឹងការវាយឆ្មក់ពីសំណាក់ទាហានរុស្ស៊ីនៅស្ទើរតែជាប់តាមផ្លូវចេញពីរុស្ស៊ីការឈ្លានពានទៅលើរុស្ស៊ីគឺជាការបរាជ័យដ៏ធំមួយសម្រាប់ណាប៉ូឡេអុងកងទ័ពបារាំងដែលធ្លាប់តែជាទ័ពដ៏ខ្លាំងក្លាធ្វើឲ្យគេខ្លាចរអាពេញអឺរ៉ុបត្រូវទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតក្នុងចំណោមទាហានប្រមាណជា 60,000 នាក់ដែលណាប៉ូឡេអុងបញ្ជូនទៅឈ្លានពានរុស្ស៊ីនៅសល់តែប្រមាណជា 30,000 នាក់ប៉ុណ្ណោះដែលវិលត្រឡប់មកវិញក្រោយពីនោះខ្លះត្រូវស្លាប់ខ្លះទៀតត្រូវជាប់ជាឆ្លើយសឹកនៅរុស្ស៊ីហើយខ្លះទៀតបានរត់ចោលជួរនៅក្នុងពេលដែលទាហានបារាំងកំពុងធ្លាក់ចុះខ្សោយប្រទេសដែលធ្លាប់តែជាប្រទេសរណបឬជាសម្ព័ន្ធមិត្តរបស់បារាំងក៏ត្រូវបាននាំគ្នាងើបឡើងប្រឆាំងនឹងណាប៉ូឡេអុងហើយនៅឆ្នាំ 1814 អង់គ្លេសរុស្ស៊ីអូទ្រីសស៊ុយអែតនិងអាល្លឺម៉ង់ក៏បានរួមដៃគ្នាជាសម្ព័ន្ធមិត្តហើយលើកទ័ពចូលមកឈ្លានពានបារាំងសាជាថ្មីម្ដងទៀតដោយលើកនេះពួកគេបានវាយបំបាក់ទាហានរបស់ណាប៉ូឡេអុងហើយបានវាយលុកចូលដល់ក្រុងប៉ារីសនៅខែមេសាឆ្នាំ 1814 បារាំងសុំចុះចាញ់ហើយណាប៉ូឡេអុងត្រូវបានគេបង្ខំឲ្យដាក់រាជនិងនិរទេសខ្លួនទៅរស់នៅលើកោះមួយនៅក្បែរអ៊ីតាលីក៏ប៉ុន្តែរស់នៅនិរទេសបានប្រហែលជិត1ឆ្នាំណាប៉ូឡេអុងនៅមិនសុខក៏វិលត្រឡប់មកប្រទេសបារាំងហើយឡងគ្រងរាជជាលើកទី2នៅខែមិនិនា ឆ្នាំ 1815 ភ្លាមក្រោយការវិលត្រឡប់មកគ្រងរាជរបស់ណាប៉ូឡេអុងប្រទេសដែលជាសត្រូវរបស់ណាប៉ូឡេអុងក៏បានរួមគ្នាបង្កើតសម្ព័ន្ធភាពយោធាសាជាថ្មីហើយសង្គ្រាមរវាងកងទ័ពសម្ព័ន្ធមិត្តនិងកងទ័ពណាប៉ូឡេអុងក៏បានផ្ទុះឡើងម្ដងទៀតនៅថ្ងៃទី18 ខែមិថុនា ឆ្នាំ 1815 នៅវ៉ាតាឡូប្រទេសបែលហ្សិកកងទ័ពណាប៉ូឡេអុងត្រូវទទួលបរាជ័យហើយណាប៉ូឡេអុងក៏ត្រូវបង្ខំចិត្តដាក់រាជជាលើកទី2និងជាលើកចុងក្រោយណាប៉ូឡេអុងត្រូវបានអង់គ្លេសចាប់និរទេសខ្លួនឲ្យទៅរស់នៅលើកោះហ្សាន់ហេឡេណេដែលជាកូនកោះតូចមួយស្ថិតនៅដាច់ស្រយាលកណ្ដាលមហាសមុទ្រអាត្លង់តិកណាប៉ូឡេអុងទទួលមរណភាពនៅថ្ងៃទី5 ខែឧសភា ឆ្នាំ 1821 ក្នុងវ័យ52 ឆ្នាំបច្ចុប្បន្នសាកសពរបស់ណាប៉ូឡេអុងត្រូវបានគេតម្កល់ទុកនៅក្នុងសារមន្ទីរមួយក្នុងក្រុងប៉ារីសឈ្មោះថា Les Invalides ណាប៉ូឡេអុងត្រូវបានគេចារឈ្មោះទុកថាជាមេដឹកនាំមួយរូបប្រកបដោយភាពវាងវៃខាងផ្នែកយុទ្ធសាស្ត្រសង្គ្រាមជាមេដឹកនាំដែលបាននាំប្រទេសបារាំងទៅរកភាពរុងរឿងនិងមានទឹកដីធំធេងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របារាំងក៏ប៉ុន្តែណាប៉ូឡេអុងក៏ជាប់ឈ្មោះផងដែរថាជាមេដឹកនាំដែលប្រកបដោយមហិច្ឆតាខ្ពស់ហួសហេតុដែលបង្កជាសង្គ្រាមឈ្លានពានវាទីពាសពេញតំបន់អឺរ៉ុប